สบายចិត្តដោយសារឡងហើយគឺមានអារម្មណ៍ថាเพิ่มអស់ទុកអស់កង្វល់ចំណាប់អារម្មណ៍ខ្លួនសេចក្ដីចំបាយហ្នឹងលឿនខ្ញុំចង់សរុបពោឆ្នាំក្រោយឲ្យមានក្រុមប្រកួតឲ្យកាន់តែច្រើនជាងនឹងទៀតសារ5ក្រុមតិចពេកអញ្ចឹងហើយឆ្នាំនេះក៏ល្អដែរសាររៀបចំបានល្អទាំងការខំទាំងអីល្អបានចូលរួមប្រកួតយ៉ាងបានដល់លើកទី1ជំនុំមុនមកបានចូលផងជំនុំមុនតាមបានតាមមន្ទីរវប្បធម៌វិទ្យាសិល្បៈខេត្តទីនេះយល់ថាពីគេថ្ងៃក្រោយសង្ឃឹមថាថ្ងៃក្រោយទៀតសង្ឃឹមថាយីគេនឹងផុសផលឲ្យដូចលខណ្ឌបាសាក់នៅខំផ្សេងៗតាចិត្តបាត់បង់នឹងអង្គបងស្រីខ្ញុំបន្ទាប់ពីសម្ដែងចប់មានការហើយយើងទៅចំណាប់អារម្មណ៍បានខំបានមកខេត្តដែរខ្ញុំមកខាងខេត្តទេបាទយើងទៅចំណាប់អារម្មណ៍យើងឆ្ងាយមួយផងការព្រមប្រែងវាកើតមកពីការស្រឡាញ់ធម្មតាបាទការចេញមកពីការស្រឡាញ់ហើយពួកខ្ញុំមិនមែនជាសិល្បករអាជីពទេអស់ចាគឺនិយាយរួមគឺសម្រាប់ទីគេនេះគឺថ្មីសម្រាប់ពួកខ្ញុំទាំងអស់គ្នាចាតែដោយសារតែក្តីស្រឡាញ់ហ្នឹងហើយចង់ថែរក្សាកំណត់គ្នាហាត់រៀនបន្ថែមដើម្បីអត់តែលេងបានល្អច្រើនក្រុមហើយមកយកទៅអារម្មណ៍យើងយើងថាមានអីនិយាយច្រើនហើយយើងឡើងឆ្ងាយចូលចាបើចំពោះការតស៊ូខ្ញុំគិតថាគាត់តស៊ូគឺខ្លាំងខ្លាតែព្រោះអីទីមួយខាងក្រុមខ្ញុំនៅខេត្តប្រទីបជ័យហ្នឹងគឺឆ្ងាយជាងគេចាខេត្តជាប់ចាខេត្តជាប់សុខខាងហើយខាងខេត្តខ្ញុំខាងនោះគឺថាមានបញ្ហាតាមព្រំដែនអីចឹងទៅមកប្រាប់អីមួយត្រង់សេរហូតអញ្ចឹងទៅចាហើយចំពោះការដែលយើងសម្ដែងគឺសម្ដែងជាក្រុមមានច្រើនមានបងមកធ្វើមានគ្នាប្រហែលជាជិត30នាក់40នាក់ចាអញ្ចឹងមានការរំរាំអីដែលដើមការដែលយើងសម្ដែងជាក្រុមគឺមិនមែនមានស្រួលយើងដើមអីទៅគ្នាបងប្អូនដែលការសម្ដែងដូចគ្នាហ្នឹងមិនរត់ដាល់គាត់ថែមដើម្បីមកហាត់រៀនគេហ្នឹងដើម្បីចូលកាមេរ៉ាទៅពេលបំផែប្រមូលគ្នាមកទៅក្រុមហ្នឹងក៏បានមកខ្ញុំយល់ថាយើងមិនជាក្រុមជំនាញអញ្ចឹងក៏បានក្នុងការប្រមូលក្រុមប្រហែលក្នុងការហាត់សមមិនទៅហ្នឹងពេលយើងប្រមូលលឺថាអូមានហោស្រោបអីពេលហ្នឹងមិនប្រមូលក្រុមមកអីមកហាត់សមមិនបន្សាច់រឿងប្រមូលគ្នាមកហ្នឹងមានការប្របាក់ដែរព្រោះថាអូនខ្លះគាត់នៅរៀនជាសិស្សរៀនច្រើនបងជាសិស្សនៅរៀនគឺគាត់ក្មេងៗនិយាយទៅក្រុមខ្ញុំគឺក្មេងច្រើនថាពួកគាត់ជាក្រុមសិស្សសាលាអញ្ចឹងប៉ាទី10គាត់ត្រូវរៀនបងគាត់ត្រូវរៀនអញ្ចឹងពេលវេលាក្នុងការហាត់សមរបស់ពួកខ្ញុំគឺវាខាវទៅបងដូចវាអត់ទៅមានពេលវេលាច្រើនព្រោះគាត់ត្រូវការរៀនច្រើន